รบជំរាបសួរប្រិមិត្តខេត្តញូជាទីគោរពគណៈនៅវេលាម៉ោង 8:35 នាទីព្រឹកថ្ងៃទី 19 ខែមករាឆ្នាំ 2026 គឺមានករណីបាទរថយន្តបែនមួយគ្រឿងបាទដឹកថ្មដាច់កង់រុយបណ្ដាលឲ្យបាទកលាប់ផ្ងាជើងចាក់ថ្មពេញផ្លូវតែម្ដងបាទប្រិមិត្តបាទទីតាំងនេះគឺនៅតាមបណ្ដោយផ្លូវ 217 ស្ថិតនៅក្នុងភូមិព្រែកកពឹសសង្កាត់ព្រែកកពឹសខណ្ឌដង្កោរាជធានីភ្នំពេញបាទឥឡូវនេះគឺបាទដាច់ជាក្រៀងនៅពេញផ្លូវហ្នឹងហើយបាទហើយតែកង់រថយន្តគឺអត់មានរបួសអីទេប្រិមិត្តបាទគឺអត់មានរបួសអីសំណាងហើយគាត់ក៏អត់មានប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋអីផ្សេងដែរបាទក៏រងការខូចខាតទ្រព្យសម្បត្តិរបស់គាត់ទេបាទហើយនេះឃើញហើយបងប្អូនយើងបាទគឺផ្ងាជើងជាក្រៀងបាទទាំងព្រឹកព្រលឹមតែម្ដងនៅបាទវេលាម៉ោង 8:35 នាទីព្រឹកបាទថ្ងៃទី 19 ខែមករាឆ្នាំ 2025 នេះបាទនេះបាទឥឡូវនេះគឺវត្តមានបាទឡានស្ទូចក៏បានមកដល់ទីតាំងកន្លែងកើតហេតុនេះផងដែរបាទកម្លាំងសមត្ថកិច្ចនៅខាងសង្កាត់ព្រែកកពឹសលោកបានចុះមកដល់ទីតាំងកន្លែងកើតហេតុផងដែរប្រិមិត្តបាទដើម្បីជួយសម្រួលបាទចរាចរណ៍បាទដើម្បីកុំឲ្យមានការកកស្ទះបាទវត្តមានកម្លាំងសមត្ថកិច្ចនៅខាងសង្កាត់ព្រែកកពឹសបាទលោកចុះមកដល់ទីតាំងកន្លែងកើតហេតុបាទហើយចំណែកខាងតកង់រថយន្តហ្នឹងគឺអត់មានរងរបួសអីទេប្រិមិត្តបាទអត់មានរងរបួសគ្រោះថ្នាក់អីទេបាទគាត់ដំណើរល្អមែនតើហើយរថយន្តនេះបើតាមប្រភពព័ត៌មានមកគឺទៅបញ្ជូលគេយកមកបើករថបានមួយថ្ងៃទេប្រិមិត្តបាទឥឡូវនេះមកជួបហេតុការណ៍អញ្ចឹងទៀតបាទដាច់តិចអស់លេងប្រិមិត្តបាទកលែកលាំងអីនឹងដាច់អស់លេងហើយនេះបាទដាច់តិចអស់លេងតែម្ដងនេះយើងឃើញហើយនេះដាច់កលែអីកង់រុយអីនឹងដាច់អស់លេងហើយនេះមើលទៅនេះប្រេងម៉ាស៊ីនប្រេងអីហ្នឹងហូរក្លែកក្លាក់ពេញហ្នឹងអស់ហើយបាទនេះបងប្អូនយើងឃើញយទាហើយអីរាយហើយគ្រូបាទរាយពេញផ្លូវតែម្ដងនេះដៃអីដាច់អស់លេងពេញហ្នឹងហើយបាទបើតាមប្រភពព័ត៌មានបឋមពីកន្លែងកាត់ហើយគឺរថយន្តនេះគឺគាត់ធ្វើដំណើរពីខាងត្បូងទៅជើងប្រិមិត្តបាទគាត់មកពីខាងរវងមោគូស្រូវបាទទៅខាងបាគូបាទទិសដៅរបស់គាត់គឺពីជើងពីត្បូងទៅជើងអធិស្ឋានប្រិមិត្តបាទពីត្បូងទៅជើងបាទនៅតាមបណ្ដោយផ្លូវ 217 បាទលោមកដល់ចិត្តកន្លែងផ្សារព្រែកជ័យហ្នឹងគឺបាទវាដាច់អាកង់រុយបាទហើយក៏រេចង្កោទៅប៉ះជាមួយនឹងថ្មខឿនពូចៃទ្រង់ផ្លូវហ្នឹងបណ្ដាលឲ្យកលាប់បាទចាក់គ្រោះផ្ងាជើងហ្នឹងតែម្ដងប្រិមិត្តបាទនេះយើងឃើញហើយលើកំពង់តកាយគ្រោះចេញមកគ្រោះថ្មហ្នឹងគឺធំធ្ងន់ប្រិមិត្តបាទធ្ងន់បាទគ្រោះថ្មធ្ងន់ណាធំដឹកបាទយើងមិនដឹងថាគាត់ដឹកទៅកណាកណៃទេបាទឥឡូវកម្លាំងសមត្ថកិច្ចនៅខាងសង្កាត់ព្រែកពើលោកបានជួយសម្រួលចរាចរណ៍បាទហើយក៏មានខាងអេសកាមកជួយដែរបាទឥឡូវហ្នឹងគឺមានការកកស្ទះបណ្ដាបងប្អូនយើងបាទដោយសារតែបាទរថយន្តនេះគឺវានៅកណ្ដាលផ្លូវដល់ពេលអញ្ចឹងគឺបាទហើយចាក់ថ្មចាក់អីរាយប៉ាយពេញហ្នឹងឥឡូវហ្នឹងគឺបាទមានការកកស្ទះបណ្ដាចំកន្លែងការ៉ាសាំងបែបបាទទល់មកកន្លែងការ៉ាសាំងហ្នឹងបាទអេសកាកំពុងតែកើបគ្រោះរុញគ្រោះចូលគ្រោះចេញពីផ្លូវហ្នឹងហើយបាទអេសកា2គ្រឿងបានកើបគ្រោះយកចេញពីផ្លូវប្រិមិត្តបាទនោះគាត់យកទៅដាក់ទៅខាងនោះបាទដាក់ខាងនោះបាទខាងនោះយើងឃើញថាសំណាងល្អមែនតើប្រិមិត្តបាទសំណាងល្អមែនតើបាទករណីចរាចរណ៍ទាំងព្រឹកនេះគឺសំណាងល្អណាស់បាទអត់មានតែកង់រងរបួសហើយក៏អត់មានបងប្អូនផ្សេងគាត់រងរបួសប៉ះពាល់អ្វីផ្សេងទេបាទខូចខាតតែទ្រព្យសម្បត្តិរបស់ខ្លួនគាត់ហើយនឹងខឿនពូចៃទ្រង់ផ្លូវរបស់រដ្ឋបាទថ្មប្រិមិត្តបាទបាទអេសកាកំពុងតែចូលគ្រោះចេញហើយបងប្អូនយើងបាទចូលគ្រោះចេញបាទព្រោះវាគ្រោះច្រើនបាទ